ទីតាំងសង្ស័យបង្កប់លបែងភ្នាល់អនឡាញខុសច្បាប់និងកន្ទុយលេខត្រូវបានបែកធ្លាយទិន្នន័យនៅក្រុងបាវិតខេត្តស្វាយរៀងលបែងស៊ីសងគឺជាដើមចមនៃបទល្មើសផ្សេងអង្គភាពយើងខ្ញុំបានចុះស្រាវជ្រាវនិងរកឃើញទីតាំងសង្ស័យមួយចំនួនដែលទាមទារឲ្យមន្ត្រីជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យាចុះផ្ទៀងផ្ទាត់និងអនុវត្តច្បាប់ស្ដីពីការបង្ក្រាបលបែងស៊ីសងដោយគ្មានការលើកលែងខេត្តស្វាយរៀងស្នើសមត្ថកិច្ចជំនាញបើកការស៊ើបអង្កេតលើប្រព័ន្ធលបែងភ្នាល់អនឡាញខុសច្បាប់ V38 ឆ្នោត TC និងលបែងកន្ទុយលេខវៀតណាម ធីណាមនៅក្រុងបាវិតខេត្តស្វាយរៀងវគ្គ1ថ្ងៃពុធ13កើតខែស្រាបឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី26ខែសីហាឆ្នាំ2026តាមការស្រាវជ្រាវនិងចុះពិនិត្យជាក់ស្ដែងរបស់អ្នកសារព័ត៌មានបានទទួលនិងពិនិត្យឃើញទិន្នន័យមួយចំនួនក្នុងគេហទំព័រនិងប្រព័ន្ធអនឡាញឈ្មោះ V38 ដែលត្រូវបានរាយការណ៍ថាមានសកម្មភាពពាក់ព័ន្ធនឹងបទល្មើសលបែងស៊ីសងខុសច្បាប់ដូចជាការភ្នាល់មាន់ជលអនឡាញលបែងកន្ទុយលេខឆ្នោត TC និងឆ្នោតវៀតណាមធីណាមព្រមទាំងប្រភេទលបែងភ្នាល់តាមប្រព័ន្ធអេឡិចត្រូនិកជាច្រើនប្រភេទផ្សេងទៀតទិន្នន័យនៃប្រព័ន្ធដែលអ្នកសារព័ត៌មានទទួលបានរួមមានព័ត៌មានពាក់ព័ន្ធនឹងប្រតិបត្តិការភ្នាល់និងទិន្នន័យគណនេយ្យអ្នកប្រើប្រាស់គឺជាតម្រុយនិងជាមូលដ្ឋានដ៏សំខាន់ដែលតម្រូវឲ្យសមត្ថកិច្ចជំនាញផ្នែកបទល្មើសបច្ចេកវិទ្យាចុះពិនិត្យនិងផ្ទៀងផ្ទាត់បន្ថែមដើម្បីវែកមុខរកប្រភពដើមអ្នកគ្រប់គ្រងប្រព័ន្ធនិងបញ្ជាក់ពីភាពខុសច្បាប់នៃសកម្មភាពទាំងនេះទន្ទឹមនឹងនេះអ្នកសារព័ត៌មានបានចុះពិនិត្យទីតាំងជាក់ស្ដែងនៅតំបន់ផ្លូវបេតុងស្ថិតក្នុងភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀងនិងទីតាំងសង្ស័យមួយចំនួនទៀតទីតាំងទាំងនេះត្រូវបានប្រភពព័ត៌មានទម្លាយថាមានការរៀបចំអគារសម្រាប់បុគ្គលិកស្នាក់នៅនិងបម្រើការងារពាក់ព័ន្ធនឹងការកត់ត្រាឆែកលេខនិងបូកសរុបបញ្ជីស្នាមបញ្ជីកត់ត្រាឆ្នោតកន្ទុយលេខករណីនេះគួរត្រូវបានសមត្ថកិច្ចជំនាញចុះស៊ើបអង្កេតនិងចុះពិនិត្យផ្ទាល់ដើម្បីស្វែងរកការពិតតាមការអះអាងរបស់ប្រភពអង្គភាពសារព័ត៌មានបានរាយការណ៍ព័ត៌មានបឋមខាងលើជូនអធិការរដ្ឋាភិបាលក្រុងបាវិតតាមរយៈលេខទូរស័ព្ទប្រចាំបញ្ជាហើយទទួលបានការឆ្លើយតបថានឹងចាត់មន្ត្រីជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចុះពិនិត្យទីតាំងពាក់ព័ន្ធនោះទោះជាយ៉ាងណាគិតត្រឹមថ្ងៃទី26ខែសីហាឆ្នាំ2026អង្គភាពសារព័ត៌មាននៅមិនទាន់ទទួលបានលទ្ធផលឬរបាយការណ៍ផ្លូវការបញ្ជាក់អំពីការចុះពិនិត្យពីអាជ្ញាធរពាក់ព័ន្ធនៅឡើយទេបន្ថែមលើនេះអ្នកសារព័ត៌មានក៏បានព្យាយាមទំនាក់ទំនងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងតាមរយៈលេខទូរស័ព្ទទំនាក់ទំនងដែលបានផ្សព្វផ្សាយជាសាធារណៈប៉ុន្តែពុំអាចតបជាប់ទំនាក់ទំនងបានយោងតាមច្បាប់ស្ដីពីការបង្ក្រាបលបែងស៊ីសងនៃព្រះរាជាណាចក្រកម្ពុជារាល់សកម្មភាពបើកឲ្យលេងធ្វើជាមេកន្ទុយលេខភ្នាក់ងារកត់ឆ្នោតឬការរៀបចំលបែងភ្នាល់តាមប្រព័ន្ធអនឡាញដោយគ្មានការអនុញ្ញាតគឺជាបទល្មើសព្រហ្មទណ្ឌនីតិវិធីច្បាប់ក្នុងការបង្ក្រាបបទល្មើសនេះទាមទារឲ្យមានការស៊ើបអង្កេតប្រមូលភស្តុតាងការស្នើសុំគោលការណ៍ពីស្ថាប័នអាយកាដើម្បីចុះឆែកឆេរទីតាំងរឹបអូសវត្ថុតាំងជាបញ្ជីកត់ឆ្នោតកុំព្យូទ័រលុយកាក់និងសម្ភារៈបម្រើឲ្យលបែងស៊ីសងរួមទាំងការឃាត់ខ្លួនជនសង្ស័យឬមេខ្លោងដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដោតទានទោសតាមផ្លូវច្បាប់ដោយសារតែបញ្ហានេះអង្គភាពសារព័ត៌មានស្នើសុំដល់សមត្ថកិច្ចជំនាញមន្ត្រីនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាអាជ្ញាធរមានសមត្ថកិច្ចនិងស្ថាប័នអាយកាមេត្តាចុះស្រាវជ្រាវនិងបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅលើប្រព័ន្ធគេហទំព័រនិងបណ្ដាញលបែងខាងលើដើម្បីបញ្ជាក់ឲ្យបានច្បាស់លាស់អំពីអត្តសញ្ញាណអ្នកគ្រប់គ្រងនិងមេខ្លោងនៅពីក្រោយប្រព័ន្ធទាំងនេះទីតាំងពិតប្រាកដដែលប្រព័ន្ធត្រូវបានប្រតិបត្តិការប្រភពនិងលំហូរនៃប្រព័ន្ធទទួលបង់ប្រាក់បណ្ដាញគណនេយ្យនិងអ្នកប្រើប្រាស់តាមប្រព័ន្ធទំនាក់ទំនងរវាងប្រព័ន្ធអនឡាញនិងទីតាំងប្រតិបត្តិការជាក់ស្ដែងនៅក្នុងមូលដ្ឋានការអនុវត្តវិធានការច្បាប់ចំពោះសកម្មភាពលបែងស៊ីសងខុសច្បាប់ទាំងនេះប្រសិនបើការស៊ើបអង្កេតរបស់សមត្ថកិច្ចរកឃើញថាពិតជាមានសកម្មភាពលបែងស៊ីសងកន្ទុយលេខនិងភ្នាល់អនឡាញខុសច្បាប់ពិតប្រាកដមែនសូមមេត្តាចាត់វិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់តាមនីតិវិធីច្បាប់ដោយគ្មានការលើកលែងជុំវិញព័ត៌មាននេះក្នុងគោលការណ៍វិជ្ជាជីវៈសារព័ត៌មានអ្នកសារព័ត៌មានក៏បានព្យាយាមស្នើសុំការបំភ្លឺពីលោកស្រីកែវណារីតាមរយៈបណ្ដាញសង្គម Telegram និងលេខទូរស័ព្ទដែលមានប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេចំណែកឯបុគ្គលដែលត្រូវបានប្រភពលើកឡើងថាមានឈ្មោះជ្រុយនិងវត្តអង្គភាពសារព័ត៌មានមិនទាន់អាចទំនាក់ទំនងនឹងការសុំបំភ្លឺបាននៅឡើយដោយសារពុំមានលេខទូរស័ព្ទទំនាក់ទំនងរបស់បុគ្គលទាំងពីរអង្គភាពសារព័ត៌មានសូមបញ្ជាក់ថាខ្លឹមសារមានខាងលើនេះគឺជាលទ្ធផលនៃការចុះស្រាវជ្រាវនិងការពិនិត្យទិន្នន័យ
និងការប្រមូលព័ត៌មានពីប្រភពនានារាល់ចំណុចសង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសទាមទារឲ្យមានការផ្ទៀងផ្ទាត់ស៊ើបអង្កេតនិងបញ្ជាក់ជាផ្លូវការពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចអាស្រ័យហេតុនេះអង្គភាពសារព័ត៌មានស្នើសុំឲ្យមន្ត្រីជំនាញចុះពិនិត្យនិងស៊ើបអង្កេតករណីនេះឲ្យបានច្បាស់លាស់ព្រមទាំងផ្ដល់ការឆ្លើយតបឬសេចក្តីប្រកាសព័ត៌មានជាសាធារណៈតាមការគោលដើម្បីបង្ហាញពីដំណាភាពនិងបញ្ជាក់ការពិតជូនសាធារណជនស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់នៅមូលដ្ឋានក្រមសីលធម៌សារព័ត៌មានអង្គភាពយើងនៅតែបន្តបើកទ្វារស្វាគមន៍ជានិច្ចក្នុងការរងចាំបំភ្លឺពីលោកស្រីកែវណារីលោកជ្រុយលោកវិទ្យនិងភាគីពាក់ព័ន្ធទាំងអស់ដើម្បីឲ្យការផ្សព្វផ្សាយព័ត៌មានមានភាពគ្រប់ជ្រុងជ្រោយតម្លាភាពនិងធានានៅសិទ្ធិឆ្លើយតបរបស់គ្រប់ភាគីស្របតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន